cần nước khlây chui thay tao mà có em yêu cặp ra ban dùទីមួយការត្រួតពិនិត្យនិងសម្អាតជាប្រចាំហើយតែសម្អាតផ្នែកខាងលើនៃអាគុយនឹងឲ្យបានស្អាតជានិច្ច totally ដែលវានៅជាប់ក្បាលអាគុយហ្នឹងគឺវាអាចបឺតយកធម្មពលពីអាគុយហើយនឹងបង្កឲ្យទៅជាមានបញ្ហាច្រេះពីក្បាលអាគុយជាដើមត្រប់រួមមកវិញត្រូវប្រកាសយកថាក្បាលអាគុយភ្ជាប់បានល្អមានច្រេះហើយនឹងរឹតណែនបានត្រឹមត្រូវទី2ជៀសវាងការខ្ជះខ្ជាយធម្មពលកុំបើកភ្លើងវិទ្យុឬក៏ម៉ាស៊ីនត្រជាក់ខ្លាំងៗក្នុងរយៈពេលយូរនៅពេលដែលម៉ាស៊ីនរថយន្តអត់បានបញ្ឆេះហើយចំណុចសំខាន់មួយទៀតហ្នឹងណាបើកបរឲ្យបានទៀងទាត់នៅក្នុងរយៈចម្ងាយឆ្ងាយល្មមអាចជួយឲ្យអាគុយសាក់ធម្មពលពីម៉ាស៊ីនបានគ្រប់គ្រាន់ឬក៏ចង់ឲ្យងាយស្រួលជាងនេះមកអាចបញ្ឆេះរថយន្តចាំ20នាទីយ៉ាងហោចណាស់បានម្ដងទៅ2ដងក្នុងមួយសប្តាហ៍ទី3សង្កេតមើលសញ្ញាបើសិនជាបងប្អូនសង្កេតឃើញថាភ្លើងមួយភ្លឺផ្លូវឬក៏ភ្លើងនៅក្នុងរថយន្តមានពន្លឺខ្សោយឬអាចដំណើរការបានហើយមួយទៀតគឺមាន load warning light រូបអាគុយនៅលើតាប់ឡូឬក៏នៅលើ dashboard ហ្នឹងណាបងត្រូវតែប្រញាប់យកឡានទៅត្រួតពិនិត្យឲ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបានក្រៅពី tip ខ្លីៗដែលយើងបានចែករំលែកនៅខាងលើហ្នឹងក៏អាស្រ័យទៅលើគុណភាពហើយនិងប្រសិទ្ធភាពរបស់អាគុយជាក់ស្ដែងដែរហើយបើចង់បានវីដេអូចែករំលែកចឹងទៀតកុំភ្លេចជួយ follow អ្នកមួយផងណាបាយបាយ HGB Auto. Enriching experience.